បាទជួបគ្នាវីដេអូទី2នៅក្នុងការរៀនដឹកនាំក្រុមលោកអញ្ចឹងក្នុងវីដេអូមុនខ្ញុំបានបង្ហាញបែបខ្លីអំពីការមានទស្សនៈច្បាស់លាស់នៅវែងឆ្ងាយនៅក្នុងវីដេអូនេះក្រៅពីមានទស្សនៈវែងឆ្ងាយនៅក្នុងទស្សនៈវិស័យដដែលហ្នឹងត្រូវបង្កប់នៅគោលដៅឲ្យបានច្បាស់លាស់និងជាក់លាក់អញ្ចឹងជាមេដឹកនាំជាថ្នាក់ដឹកនាំជាអ្នកដឹកនាំជាអ្នកដឹកនាំក្រុមលោកតែម្ដងគឺត្រូវតែមានគោលដៅច្បាស់លាស់មុតស្រួចថាយើងចង់បានអីចង់នាំធីមរបស់យើងសម្រេចគោលដៅអីក្នុងថ្ងៃនេះក្នុងសប្តាហ៍ក្រោយក្នុងខែក្រោយក្នុងឆ្នាំក្រោយតែយើងនឹងនាំធីមរបស់យើងនឹងដឹកដៃធីមរបស់យើងនឹងនាំធីមរបស់យើងនាំក្រុមរបស់យើងហ្នឹងណាសម្រេចឲ្យគោលដៅអីបានបើអត់មានថាគោលដៅថាឆ្នាំនេះសម្រេចអីឲ្យបានទេស្មើនឹងយើងអត់មានទិសដៅធ្វើឲ្យយើងអត់មានទីតាំងដែលត្រូវឈរជើងធ្វើឲ្យយើងមិនដឹងតែទៅដល់ណាមិនដឹងតែដឹកគេទៅណាមិនដឹងតែនាំគេទៅណាចាប់ផ្ដើមខ្លាយជាមេដឹកនាំដែលលេលើថាមួយឆ្នាំនេះយើងដឹកគេទៅណានាំគេទៅណាសម្រេចគោលដៅណានៅពេលដែលយើងមានគោលដៅច្បាស់លាស់ហ្នឹងឯងជាក់លាក់ហ្នឹងឯងវាជាទិសដៅដែលយើងត្រូវទៅវាជាទិសដៅវាជាចំណុចដៅដែលយើងត្រូវទៅដល់អញ្ចឹងយើងនាំធីមរបស់យើងថាឆ្នាំនេះយើងត្រូវទៅដល់ណាចាប់ផ្ដើមពីយើងជាអ្នកដឹកនាំយើងមានគោលដៅច្បាស់លាស់ជាក់លាក់ក្នុងការដឹកនាំក្រុមរបស់យើងឲ្យទៅដល់ទីនោះយ៉ាងជាក់លាក់អញ្ចឹងដើម្បីទៅដល់ជាក់លាក់តើបងប្អូនត្រូវមើលលម្អិតឡើងវិញដើម្បីដល់ទីដៅនោះថាតើនៅក្នុងត្រីមាស4ក្នុងត្រីមាស3ក្នុងត្រីមាស2ក្នុងត្រីមាសនីមួយហ្នឹងសម្រេចអីឲ្យបានអញ្ចឹងនៅពេលដែលយើងសម្រេចបាននៅក្នុងត្រីមាស1ត្រីមាស2ត្រីមាស3អញ្ចឹងត្រីមាសចុងប្រចាំឆ្នាំយើងនឹងសម្រេចបាននៅពេលដែលយើងឃើញត្រីមាសយើងចែកថាខែនីមួយត្រូវសម្រេចអីឲ្យបានអញ្ចឹងត្រូវសរសេរជាលាយលក្ខណ៍អក្សរសរសេរជា3ទម្រង់ទី1សរសេរជាអក្សរថាចង់បានអីធីមរបស់យើងនឹងសម្រេចបានអីក្នុងពេលមួយឆ្នាំវាជាផែនការវាជា road map ដើម្បីសម្រេចបានទី2ក្នុងត្រីមាសនីមួយចង់សម្រេចបានអីទី3ប្រចាំឆ្នាំចង់អីគឺសរសេរឲ្យបានច្បាស់លាស់បើសរសេរអត់ចាញ់ហើយច្បាស់ជាមិនបានអញ្ចឹងទី1សរសេរទី2គូរូបគូជារូបភាពតែចង់បានអីឃើញរូបភាពអីមើលឲ្យឃើញរូបភាពចង់បានឡាននាំក្រុមឲ្យមានឡានឲ្យទិញឡានបានអញ្ចឹងសរសេរគូរូបភាពក្រៅពីសរសេរទី2គឺគូរូបភាពនិងចំណុចទី3សរសេរជាសាច់ប្រាក់តែចង់នាំធីមរបស់យើងលក់ឲ្យចាញ់ជាសាច់ប្រាក់ប្រមាណសាច់ប្រាក់ទី1សាច់ប្រាក់ target ក្រុមហ៊ុនសាច់ប្រាក់ទី2គឺចំណូលរបស់ក្រុមអញ្ចឹងសរសេរជាសាច់ប្រាក់2ខ្ទង់មកខ្ទង់ទី1សរសេរចំណូលមករកក្រុមហ៊ុននិងខ្ទង់ទី2គឺចំណូលសម្រាប់ក្រុមហើយបើអាចសរសេរឲ្យល្អិតល្អន់តិចទៀតក្រុមសម្រាប់បុគ្គលម្នាក់សមាជិកក្រុមម្នាក់តែកុំភ្លេចដាក់ deadline ផងថាដើម្បីសម្រេចបានអ្វីដែលសរសេរដើម្បីសម្រេចបានអ្វីដែលគូសម្រេចបានទឹកប្រាក់ដែលបានសរសេរហ្នឹងតើសម្រេចត្រឹមថ្ងៃណាអញ្ចឹងសរសេរឲ្យច្បាស់ចាប់ផ្ដើមពីយើងជាអ្នកដឹកនាំធីមសរសេរអាហ្នឹងគូសវាសអាហ្នឹងឲ្យច្បាស់បង្កើតជាផែនទីមួយថាប្រាប់ធីមថាឆ្នាំនេះត្រូវទៅដល់ណាត្រូវសម្រេចបានអីនៅក្នុងត្រីមាសនីមួយបើលេខអក្សរវាបែបនេះសម្រេចបានត្រឹមនេះជារូបភាពត្រូវបានអាហ្នឹងហើយជាសាច់ប្រាក់គឺត្រូវបានអាហ្នឹងនាំធីមកំណត់គោលដៅឲ្យច្បាស់លាស់ជាក់លាក់មានថ្ងៃកំណត់ថាត្រូវតែសម្រេចឲ្យបានតាមរយៈសរសេរតាមរយៈគូរូបហើយនឹងដាក់ជាតម្លៃសាច់ប្រាក់អ្នកដឹកនាំក្រុមលក់ត្រូវតែច្បាស់ព្រោះអីទាំងអស់គ្នាកំពុងតែរលុយអញ្ចឹងត្រូវនាំក៏ដូចជាដាក់គោលដៅរលុយបើសិនជាសរសេរអត់ចាញ់គូរូបអត់ចាញ់ទេដាក់ជាទឹកប្រាក់អត់ចាញ់ទេអ្នកមិនមែនជាថ្នាក់ដឹកនាំក្រុមលក់ទេអញ្ចឹងគិតឡើងវិញគោលដៅអ្នកច្បាស់កម្រិតណាត្រូវសម្រេចបានត្រឹមណាសរសេរឲ្យចាញ់មកគូរូបចាញ់មកដាក់ជាសាច់ប្រាក់ចាញ់មកជួបគ្នានៅពេលដែលសម្រេចផែនការបើមិនសម្រេចផែនការអាចមកសួរបាន